សមត្ថកិច្ចខេត្តបាត់ដំបងចោះបង្ក្រាបករណីបារីអេឡិចត្រូនិក web នៅទីតាំងម៉ាតមួយកន្លែងនិងឃាត់ខ្លួនមនុស្ស5នាក់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ web នៅក្នុងបទល្មើសជាក់ស្ដែងដោយបាននាំខ្លួនមនុស្សចំនួន5នាក់ស្រីម្នាក់មកសាកសួរនិងធ្វើកិច្ចសន្យាអប់រំប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង 20:30 នាទីយប់ថ្ងៃទី 21 ខែសីហាឆ្នាំ 2026 នៅចំណុចម៉ាតយីហោផ្កាច័ន្ទស្ថិតនៅក្នុងភូមិរំជែក4សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងសកម្មភាពនេះរៀបចំឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងដោយមានការសម្របសម្រួលបញ្ជាពីលោកវរៈសេនីយ៍ឯកសុកនិមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដឹកនាំកម្លាំងដោយផ្ទាល់ដោយលោកវរៈសេនីយ៍តូប៉ាន់ច័ន្ទរិទ្ធនាយការិយាល័យជំនាញក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមយុវជនខាងលើខណៈពេលកំពុងអង្គុយប្រមូលផ្ដុំជក់ web នៅក្នុងទីតាំងម៉ាតព្រមទាំងដកហូតវត្ថុតាងរួមមានឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ web ចំនួន1ដើមទូរស័ព្ទដៃចំនួន4គ្រឿងម៉ូតូចំនួន3គ្រឿងក្រោយបញ្ចប់ការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលរបស់ពួកគេឲ្យមកធានានិងធ្វើកិច្ចសន្យាអប់រំកូនចៅឲ្យបញ្ឈប់សកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិកនេះជាបន្តទៀតទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាមួយគ្នានេះសមត្ថកិច្ចនគរបាលក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់ម្ចាស់ទីតាំងអាជីវកម្មនិងសេវាកម្មទាំងអស់ឲ្យចូលរួមសហការជួយណែនាំនិងហាមឃាត់កុំឲ្យមានការប្រមូលផ្ដុំប្រើប្រាស់ web នៅតាមទីតាំងរបស់ខ្លួនដើម្បីជៀសវាងការប៉ះពាល់ដល់អាជីវកម្មនៅពេលសមត្ថកិច្ចចុះអនុវត្តច្បាប់បន្ថែមពីនេះសមត្ថកិច្ចក៏បានដាស់តឿនដល់ស្រទាប់យុវជនឲ្យបញ្ឈប់ការប្រើប្រាស់ web នេះជាបន្ទាន់ដើម្បីការពារសុខភាពអនាគតផ្ទាល់ខ្លួននិងរួមចំណែកដល់សង្គមជាតិទាំងមូល